ព្រះជាម្ចាស់របស់យើងទាំងអស់គ្នាគឺជាព្រះដែលប្រកបទៅដោយសេចក្តីស្រឡាញ់យ៉ាងអស្ចារ្យទ្រង់បានបង្កើតរុក្ខជាតិនិងព្រៃភ្នំសមុទ្របឹងបួដ៏ស្រស់ស្អាតជាច្រើនទ្រង់បានបង្កើតមច្ឆាផ្សេងៗនៅក្នុងទឹកដែលមានពណ៌គ្រប់ប្រភេទនិងមានទំហំខុសៗគ្នាខ្លះតូចហើយខ្លះទៀតធំៗទ្រង់បានបង្កើតសត្វបក្សាបក្សីដែលអាចហោះហើរនៅលើអាកាសនិងសត្វតូចធំផ្សេងៗទៀតដែលអាចដើរឬវារនៅលើដីអ្វីដែលពិសេសនោះគឺទ្រង់បានបង្កើតយើងទាំងអស់គ្នាដែលជាតំណាងនៃរូបកាយរបស់ទ្រង់ដើម្បីស្រឡាញ់និងថែរក្សាអ្វីៗដែលទ្រង់បានបង្កើតទាំងអស់នេះហើយទ្រង់ក៏បានប្រាប់មកយើងផងដែរថាត្រូវគោរពស្រឡាញ់ក្រុមគ្រួសាររបស់យើងខ្លួនយើងនិងស្រឡាញ់អ្នកដទៃទៀតឲ្យដូចជាខ្លួនឯងអ្វីដែលសំខាន់បំផុតនោះគឺស្រឡាញ់ព្រះជាម្ចាស់របស់យើងឲ្យអស់ពីកម្លាំងកាយចិត្តនិងព្រលឹងវិញ្ញាណរបស់យើងសូមស្វាគមន៍មកកាន់វគ្គនៃសេចក្តីស្រឡាញ់